บรรลุในเนียงเป็นสดับพิธีกรุบรับอ่านต่อตัวเตียนี้คือเชียร์เนตีดนตรีประจำថ្ងៃอาทิตย์ดันเนียงเซียนกัจฉาปีประเทศรังเมียนโมตนาเพียบเรียบเรียงจูนโลในเนียงสดับចាជាបឋមនេះនាងខ្ញុំសៀនកិត្យាសូមក្រាបថ្វាយបង្គំគុណម្ចាស់គ្រប់ព្រះអង្គនិងសូមជម្រាបសួរលោកតាលោកយាយនិងប្រិយមិត្តបងប្អូនខ្មែររួមជាតិទាំងអស់ដែលកំពុងតែស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពនិងជាទីមេត្រីចានាទីតន្ត្រីស្នេហាជាតិអមដោយអត្ថាធិប្បាយរបស់នាងខ្ញុំនាថ្ងៃអាទិត្យនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលខ្លួនមកបំពេអារម្មណ៍លោកតាលោកយាយនិងប្រិយមិត្តអ្នកស្ដាប់តាមរលកធាតុអាកាសរៀងរាល់ថ្ងៃអាទិត្យសប្តាហ៍នេះនាងខ្ញុំបានរៀបរៀងចម្រៀងមួយបទគឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោកពូយឹមពិសាលបទចម្រៀងនេះមានចំណងជើងថាពួនក្បែរដុល្លារចា៎តើអត្ថន័យនៃបទចម្រៀងនេះលោកចង់រៀបរាប់អំពីអ្វីខ្លះនាងខ្ញុំនឹងបកស្រាយជូនប្រិយមិត្តស្ដាប់ក្នុងពេលបន្តិចទៀតនេះចា៎បងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពដោយបងប្អូនបានជ្រាបស្ដាប់ហើយថាសម័យបច្ចុប្បន្ននេះប្រទេសកម្ពុជារបស់យើងគឺគេនិយមប្រាក់ដុល្លារជាងប្រាក់រៀលគេហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដូរនឹងប្រាក់ដុល្លារឯក្មេងៗវិញហិតកៅជុម៉ាបងតូចបងធំជុំជើងគ្នារត់ចោលសាលាធ្វើអំពើមិនគប្បីឆក់ប្លន់ទាំងថ្ងៃនៅកណ្ដាលផ្សារព្រោះតែឥទ្ធិពលប្រាក់ដុល្លារធ្វើឲ្យខ្មែរមួយចំនួនវង្វេងភាំងស្មារតីយល់សថាជាខ្មៅមើលទៅខ្លៅថាជាបណ្ឌិតខ្លះផុងគំនិតចាញ់បោកគេខ្លះទៀតលក់គេមរតកដូនតាលក់ទឹកលក់ដីស្រែចំការលក់ទាំងអាត្មាធ្វើយ៉ាងណាឲ្យតែបានប្រាក់ដុល្លារខ្លះទៀតសុកចិត្តយកកូនដែលជាទីស្រឡាញ់របស់ខ្លួនយកទៅលក់ក៏ព្រោះតែប្រាក់ដុល្លារឯខ្លះទៀតស៊ីឈ្នួលគេធ្វើជាជនពាលវាយតប់គ្នាបំពុលសង្គមក៏ព្រោះតែប្រាក់ដុល្លារហើយក៏នៅមានករណីជាច្រើនទៀតរាប់មិនអស់ដែលពួកគេប្រព្រឹត្តខុសច្បាប់ក៏ព្រោះតែប្រាក់ដុល្លារតែមួយគត់គិតទៅដុល្លារគ្រាន់តែជាក្រដាស់អាចបដូរផ្លាស់ចិត្តមនុស្សឲ្យលែងស្គាល់ខុសស្គាល់ត្រូវស្គាល់អាក្រក់ស្គាល់ល្អគឺធ្វើអ្វីតាមតែអំពើចិត្តក៏ព្រោះតែចង់បានប្រាក់ដុល្លារយកមកអោបក្រសោបតែប៉ុណ្ណោះជាការពិតណាស់ប្រាក់ដុល្លារអាចសង្គ្រោះជីវិតមនុស្សឲ្យរួចពីសេចក្តីស្លាប់បានហើយដុល្លារក៏អាចធ្វើឲ្យមនុស្សស្លាប់បាត់បង់ជីវិតក៏ព្រោះតែក្រដាស់គ្មានវិញ្ញាណនេះផងដែរចា៎បងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពជាបន្តទៅនេះនាងខ្ញុំសូមគោរពអញ្ជើញអារម្មណ៍ជនរួមជាតិខ្មែរទាំងអស់នៅលើពិភពលោកនេះសូមចូលរួមរីករាយកម្សាន្តជាមួយនឹងនាងខ្ញុំនៃចម្រៀងមួយបទក្រោមចំណងជើងថាពួនក្បែរដុល្លារដែលជាស្នាដៃនិពន្ធរបស់លោកពូយឹមពិសាលដូចតទៅដុល្លារផ្កាចិត្តក្បែរសួនអារម្មណ៍រីកសាយត្រសុំក្នុងទ្រង់បេះដូង
ជាតិរងសោកសល់អំពើតណ្ហាតើឯណាទេវិរាំងបរងណៃជាដាច់មកដោះស្រាយបញ្ហាឬមួយគ្មានមែនដោយទៀងទេថាទុំនេះបានចាពិតដាឬអ្វីវិរៈបរោស្នេហ៍ជាតិដោយស្មោះដោះស្រាយបញ្ហាឬក៏គ្មានមែនដោយពាក្យគេថាទុំនេះបានចាពិតដាឬអ្វីបួងចាំតុងកិច្ចញែកឲ្យខំគ្នាបោកបាញ់ទុំពីផ្ដល់ងារបំពល់អុកញ៉ាមន្ត្រីពុំដែលឡាយខ្វល់ជាតិរងសោកសល់អំពើតណ្ហាតើឯណាទេវិរាំងបរងស្នេហ៍ជាតិដោយស្មោះដោះស្រាយបញ្ហាឬក៏គ្មានមែនដោយទៀងទេថាទុំនេះបានចាពិតដាឬអ្វីចា៎បងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពបទចម្រៀងដែលមានចំណងជើងថា4ក្បែរដុល្លារដែលបានបកស្រាយដោយនាងខ្ញុំនៅពេលនេះបានរសាត់បាត់ម្ដងបន្តិចពីអារម្មណ៍មិត្តអ្នកស្ដាប់ទៅហើយមុននឹងគោរពលានាងខ្ញុំសូមអភ័យទោសនៅរាល់កំហុសឆ្គងទាំងឡាយណាដែលបានកើតមានឡើងដោយអចេតនាហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់លោកតាលោកយាយនិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដែលនិយមចូលចិត្តស្ដាប់បទចម្រៀងស្នេហាជាតិរបស់នាងខ្ញុំរៀងរាល់ថ្ងៃអាទិត្យនាងខ្ញុំមានតែម្រាមដៃ10លើកឡើងប្រណម្យដល់ទេវតាដែលមានបារមីឫទ្ធិចេស្តាជួយខ្មែរចាក់ផុតក្តីកង្វល់សូមឲ្យគុណម្ចាស់គ្រប់ព្រះអង្គខ្មែរទាំងក្រៅក្នុងឬសកលជួបជុំញាតិមិត្តគ្មានក្តីអំពើថ្ងៃអាទិត្យមកដល់ជួបគ្នាជាមួយនឹងនាងខ្ញុំតាមរយៈបទចម្រៀងស្នេហាជាតិបើប្រិយមិត្តអ្នកស្ដាប់ទាំងអស់យល់ថាល្អសូមជួយគាំទ្រលើកទឹកចិត្តដូចបានជួយជាតិមួយកម្រិតសូមកុំឡាយគិតថាមិនបានការស្នេហាជាតិការពារទឹកដីគឺជាកាតព្វកិច្ចរបស់យើងជាខ្មែរគ្រប់គ្នាចា៎នាងខ្ញុំសៀនកិត្យាវិទ្យុខ្មែរពិភពលោករៀបរៀងជូនប្រិយមិត្តស្ដាប់ពីប្រទេសបារាំងចា៎នាងខ្ញុំសូមអរគុណនិងសូមគោរពលាជួបគ្នានៅនាទីតន្ត្រីស្នេហាជាតិនៅសប្តាហ៍ក្រោយទៀត